សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលមកជួបខ្ញុំបាទទៀតហើយ Pro Mate KA បាទហើយថ្ងៃនេះគឺយើងមានវីដេអូថ្មីបាទមកចែកចាយបងប្អូនទស្សនាការកំសាន្តហើយថ្ងៃនេះគឺយើងនិយាយអំពីពស់សង្សឿមួយក្បាលនេះបងប្អូនដែលវាមានទម្ងន់រហូតដល់2គីឡូបងប្អូនបាទបើ2គីឡូធំមែនតើបងប្អូនធំណាស់បងប្អូនឃើញនេះធំមែនតើបន្ទាប់ពីថ្លឹងគីឡូរួចយើងក៏បានយកវាហ្នឹងទៅរោលភ្លើងបងប្អូនបាទរោលភ្លើងបងប្អូនដឹងហើយបាទបន្ទាប់ពីរោលភ្លើងយើងយករបស់យើងមកកោបងប្អូនហើយនេះពេញឆ្ងាញ់ទេបងប្អូនបាទបន្ទាប់ពីកោរួចបងប្អូនយើងយកវាមកវះយកគ្រឿងក្នុងវាចេញអាណាត្រូវយកអាណាត្រូវមកយកបោះចោលបងប្អូនតែបោះចោលតិចទេបងប្អូនយកច្រើនដោយសារតែពស់សង្សឿនេះគឺថាវាមិនសូវមានកន្លែងបោះចោលទេបងប្អូនបាទបន្ទាប់យើងធ្វើរួចយើងយកវាមកដាក់ស្ងោរចឹងមកបងប្អូនហើយខ្ញុំចង់និយាយបន្តិចហ្នឹងហើយបងប្អូនហើយពស់របស់យើងគឺបានតែត្រឹមហ្នឹងហើយអត់ឃើញឆ្អិនទេហើយអត់បានហូបដែរហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបាទបាយបាយ